ការបានធ្វើវីដេអូរាប់បន្ទុ skin លូយីខ្ញុំខានធ្វើវីដេអូរាប់បន្ទុ skin យូរហើយដោយសារតែមួយរយៈនេះគឺមានអ្នកខមមិនទៅខ្ញុំខ្លាំងពេកហើយណាមួយរាប់បន្ទុ skin ហ្នឹងពេលដែលខ្ញុំផុសនៅក្នុង TikTok គឺវាចាប់ខ្ញុំហើយខ្ញុំបាត់ account TikTok ក៏ដោយសារតែ red skin ហ្នឹងដែរតែដោយសារតែមានគ្នាយើងមួយចំនួនដែលគាត់បានខមមិននៅក្នុង YouTube ឲ្យខ្ញុំធ្វើទៀតហើយនៅក្នុង live ក៏ឃើញមានអ្នកខមមិនឲ្យខ្ញុំធ្វើលូយីដែរអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមលើកវាមកធ្វើបន្ទាប់ទៅចំពោះ hero លូយីនេះគឺជាជនជាតិចិនមើលតការតែងខ្លួនក៏ដឹងដែរនិយាយទៅមកលើកនេះគឺខ្ញុំទៅ research ហើយកុំឲ្យពេលដែលខ្ញុំនិយាយទៅវាមានអ្នកចាំទៅខ្ញុំមិនដឹងជា detail outfit របស់វាមិនទេបើកៅជនជាតិចិនគេញ៉ៃតែប៉ុណ្ណឹងឃើញពណ៌សក់ពណ៌ស្វាយអញ្ចឹងមិនមែនក្មេងបាយស្លុយទេចាគឺជាក្មេង slow មើលទៅមុខក៏ដឹងដែរឡើងខ្ជូតពាក់ម៉ាស់ប៉ុណ្ណឹងហើយនៅមើលឃើញខ្ជូតទៀតអញ្ចឹងខ្ញុំ rate ឲ្យ hero មួយនេះ8 លើ 10តោះយើងក៏លេខទៅមើល skin ទី1វិញដែលជា skin normal skin នេះវាបងប្អូនភ្លោះជាមួយនឹង hero មិនដែរទេគ្រាន់តែវាដូរពណ៌សក់ដូរពណ៌កៅអីតិចតួចនិយាយទៅដដែលទេវាគ្មានស្អីខុសគ្នាពីវីដេអូមុនទេខ្ញុំនិយាយតែអញ្ចឹងវាដឹងនិយាយថាមិនមែនខ្ញុំធ្វើយូរទៅនិយាយតែពាក្យដដែលប៉ុន្តែខ្ញុំសុំ rate ឲ្យ skin នេះតែ6 លើ 10បានហើយព្រោះអីខ្ញុំមានអារម្មណ៍ថាវាអត់សូវស្អាតទេ outfit របស់វាប៉ុន្តែបើនិយាយពីសក់ក្បាលខ្ញុំស្រឡាញ់ពណ៌ហ្នឹងតែខ្ញុំមិនបានឲ្យបន្ទុកលើសក់ក្បាលទេគឺខ្ញុំឲ្យបន្ទុកលើភាពស្អាតរបស់ skin នេះចូលមកកាន់ skin លេខ2គឺជា skin elite skin នេះចេញមកដូចល្មិចមិនដឹងទេមិនដឹងដូចស្អីទេខ្ញុំមានអារម្មណ៍ថាវានៅចុងមាត់ហើយខ្ញុំរោនឹកពាក្យដែលខ្ញុំចង់និយាយអត់ចេញទេរោនឹកមិនឃើញមានតារៈបន្ទុកយកបដៅចង់ចំពោះ skin នេះ outfit របស់វារៀងប្លែកមានពាក់របាំងមុខមានអីមិនដឹងថាដូចនៅក្នុងរឿងអីនេះខ្ញុំរោនឹកអត់ឃើញសោះចំពោះ skin មួយនេះវាស្អាតដែរតែវាមិនស្អាតណាស់ទេវានៅតែមានកន្លែងទៅសម្រាប់ខ្ញុំត្រង់ខ្លួនវាពេលឈរទៅដូចរៀងកំែងមិនដឹងទេហើយ signature របស់លូយីគឺជា hero ដែលពាក់ស្បែកពីមុខហ្នឹងតែពាក់ស្ដើងឯងតែចំពោះskin មួយនេះគឺពាក់ឡើងបាំងមុខចិត្តឈឹងមើលឡើងអត់ដឹងថាមនុស្សនឹងស្អាតឬក៏មិនគេអញ្ចឹងចំពោះ skin នេះខ្ញុំឲ្យវា7 លើ 10ចូលមកកាន់ skin លេខ3គឺជា skin ចូលឆ្នាំចិនខ្ញុំបានដាក់ nickname ឲ្យវាមួយហើយគឺមី skin ខ្មើកាលពីមុនអីគេដាក់លក់ធម្មតាទេឥឡូវវិញតែផុតចូលឆ្នាំចិនចង់តែងគឺអត់មានទេនិយាយទៅskin Luna face ហ្នឹងគឺស្អាតទាំងអស់ហ្មងតែហើយគឺអត់ style លុយទេ outfit របស់គេចេញមករបៀបពណ៌ទឹកក្រូចលាយក្រហមនិយាយទៅគឺពណ៌ហុងស៊ុយរបស់ចិនហ្មងតែលើកនេះគឺអូនប្រែហើយប្រែពីសក់សមកសក់ខ្មៅវិញ skin នេះគឺខ្ញុំឲ្យបន្ទុកវា10 លើ 10មុននឹងតទៅ skin បន្ទាប់ទៀតសូមប្រាប់អ្នកទាំងគ្នាពីការ free ticket លើកទី2របស់ Event Alpha បើសិនជាអ្នកទាំងគ្នាអត់បាន top up ទេអាចចូលទៅ top up បាននៅក្រៅ Baby Store និយាយទៅគឺគាត់មាន promotion ទៀតហើយពួកការ promotion នេះដែរគឺមានគ្រប់បញ្ចប់តែម្ដងមិនមែនសម្រាប់តែការ free ticket ទេគឺជា promotion ចិត្តចូលឆ្នាំអីចឹងណាដើម្បីទទួលបាន full ticket គឺអ្នកទាំងគ្នាត្រូវចំណាយចាប់ពី500ដែរមិនឡើងទៅចំពោះកញ្ចប់ផ្សេងទៀតអ្នកទាំងគ្នាអាចមើលនៅលើវីដេអូនេះបានឬក៏អ្នកទាំងគ្នាមានកងធនាគារអាចចូលទៅដាក់ខ្លួនឯងនៅលើ website ក៏បានដូចគ្នាចំពោះ event ហ្នឹងគឺនៅសល់តែ2ថ្ងៃទៀតទេបើតើមិនដាក់ទេឆាប់ចូលទៅដាក់ហើយប្រយ័ត្ន event ទៅបាត់អត់ដឹងខ្លួនអញ្ចឹងត្រឡប់មកការដាក់បន្ទុក skin លេខ4របស់យើងតទៀតគឺជា skin starlight ចំពោះការ design skin នេះគឺចេញមកបែបបត្រីស្ដាច់នៀកនៅក្នុងបាតសមុទ្រអីចឹងណាមកលើកនេះថែមស្នែងនៅតែជា2ដៃវិញកាន់ស្រ័យសមុទ្រហើយបើនិយាយពីរោវិញសិតតែកតុយត្រីហើយខ្សែក្រវ៉ាត់គេមានរបៀបគុជខ្យងអីនិយាយទៅតាមបែបអ្នកនៅបាតសមុទ្រសរុបរួមទៅ skin នេះគឺវាមានភាពលេចធ្លោហើយពណ៌របស់វាគឺតាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំមែនតើអញ្ចឹងខ្ញុំឲ្យវា100 លើ 10 skin បន្ទាប់ដែលជា skin លេខ5គឺជា skin collector កន្លែង skin effect របស់គេចេញមកញាក់ស្លោខ្ញុំបានអានប្រវត្តិលូយីតិចដែរនិយាយទៅគេនិយាយថា hero ហ្នឹងគឺជាជនជាតិចិនហើយនៅក្នុងហ្នឹងក៏គេមានប្រកបវប្បធម៌គេនៅក្នុងហ្នឹងដែររបៀបអញ្ចឹងហើយត្រីដែលគេបង្ហាញយើងមិញហ្នឹងក៏ជាត្រីសំណាងរបស់គេដែរនិយាយទៅជនជាតិចិនគេជឿលើអញ្ចឹងអ្នកទាំងគ្នាដែរចំណាំមើលអាយ័នដែលគេបិទនៅមុខទ្វារផ្ទះរបស់យើងហ្នឹងគឺមានរូបត្រីអាហ្នឹងហើយគឺជាត្រីដែលលូយីកាន់មិញហ្នឹងចេញវីដេអូរ៉ែតែ skin ទេឥឡូវបែកអូហូស្ទឹងទៅដល់រឿងជំនឿជនជាតិចិនអីណាទៀតអត់យល់ខ្លួនឯងហ្មងវាចេញសាហាវតែដោយសារតែខ្ញុំឃើញរូបត្រីមិញហ្នឹងខ្ញុំក៏ឆ្លៀតនិយាយពីអាហ្នឹងបន្តិចបដៅទៅដោយសារតែសាច់រឿងហ្នឹងក៏គេបាននិយាយចឹងមកដែរចំពោះ skin លូយីនេះមើលតាមរូបរាង skin effect របស់វាគឺស្អាតហ្មងនិយាយទៅខ្ញុំឲ្យវា1000 លើ 10តែបើនិយាយពី skin effect វារៀងអន់បន្តិចនៅក្នុង game ប៉ុន្តែវាមិនជាបញ្ហាអីធំដុំទេដោយសារតែខ្ញុំ red skin ហ្នឹងគឺខ្ញុំនិយាយពីរូបរាងខាងក្រៅរបស់ skin វាទេខ្ញុំអត់បានទៅនិយាយពី skill effect នៅក្នុង game ទេចង់វាមិនទៅព្រោះ hero ខ្លាញ់ខ្ញុំមិនដែរទាំងប៉ះវាផងហ្នឹងតោះចូលមកដល់ skin ចុងក្រោយរបស់យើងហើយ skin លេខ6គឺជា skin epic skin នេះមើលតែមួយផ្លេតអ្នកទាំងគ្នានឹងគិតថាវាអាចនឹងថ្លៃតែក៏ពិតមិនមែនទេវាមិនមែនជា skin lucky box ឬក៏ skin event អីធំទេវាគ្រាន់តែជា skin ដែលគេដាក់លក់នៅក្នុង shop ធម្មតាទេប៉ុន្តែអ្នកទាំងគ្នាជួយមើល skin effect របស់វាគឺស្អាតខ្លាំងមែនតើអញ្ចឹងតែ collector មិនដល់វាផង outfit របស់គេគឺថាញាក់ខ្លាំងមែនតើហ្មងនៅខាងក្រៅឡើងវាខ្នងនៅខាងមុខវាចេញផ្សិតអីចឹងណាហើយបើនិយាយពីពណ៌សក់វិញរឹតតែស្អាតទៀតនិយាយទៅត្រូវចិត្តទាំងអស់ហ្មងមក skin នេះអត់ចង់និយាយច្រើនចំពោះ skin នេះគឺខ្ញុំឲ្យ10000 លើ 10ស្របមកចំពោះ skin លូយីទាំងអស់គឺខ្ញុំឆ្លាញ់ skin epic មួយនេះខ្លាំងជាងគេចុះអ្នកទាំងគ្នាវិញគាត់ថា skin ទាំងអស់ហ្នឹងមួយណាស្អាតជាងគេអញ្ចឹងអ្នកទាំងគ្នាអាច comment ប្រាប់ខ្ញុំបានពី1ដល់6ហ្នឹងអ្នកទាំងគ្នាឆ្លាញ់មួយណាហើយមួយទៀតអ្នកទាំងគ្នា complete comment hero ដែលអ្នកទាំងគ្នាចង់ឲ្យខ្ញុំធ្វើការដាក់បន្ទុកតទៀតបើសិនជាអ្នកទាំងគ្នាអត់ comment ទេក៏ខ្ញុំអត់ដឹងថាត្រូវធ្វើវីដេ
hero ពីអីដែរអញ្ចឹងអ្នកទាំងគ្នាជួយផ្ដល់យោបល់ម្នាក់មួយមកថាចង់បាន hero អីដើម្បីឲ្យខ្ញុំធ្វើទៅគឺត្រូវចិត្តហ្មងចុះវីដេអូរ៉ាប់បន្ទុក skin Luigi របស់ខ្ញុំនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេកុំភ្លេចជួបគ្នានៅការរ៉ាប់បន្ទុក hero ក្រោយៗទៀតអរគុណ